Okay. 1, 2, 3, action. Chuyện xu ống. Nghiệp xưa ơn. Bà ông mua cây này ống. Nhưng mua lam kim liền. Bà chăm ông mà dụ mà này. 68 ឆ្នាំ Bà xong xua pi à ca ra ông môn phê để pra thật ọc cô vì muốn á. À ca ra bà ông bạch đá. ខ្ញុំមានការកិច្ចឆ្អឹងខ្នងឆ្អឹងស្ពោតហើយឈឺចង្កេះហើយទុនជើងដើរអត់សូវរួចទេហើយខ្ញុំខ្វះគ្រាប់ឈាមក្រហមហើយធ្វើទុកខ្ញុំហ៎បែរខ្លួនអត់រួចមែនបែរម្ដងវាឈឺហើយមួយយប់គេងអត់បានទេមួយយប់ហ្នឹងថាដូចយើងដូចអត់មានថ្ងៃអត់មានយប់មិនទេដល់ពេលយប់ឡើងខ្ញុំពិបាកក្នុងខ្លួនហ្មងហើយអង្គុយញ៉ាំបាយក៏ពិបាកទៀតអង្គុយញ៉ាំបាយបានតែ5នាទី10នាទីតាំងចង់ប្រាស់ខ្នងហើយដល់ពេលហើយខ្ញុំបានប្រើឱសថថ្នាំពេទ្យហ្នឹងណាប៉ុន្តែវាដូចជាមិនលឿនណាមិនលឿនធ្វើឲ្យការចុកចាប់របស់ខ្ញុំហ្នឹងវាបានសម្រានសោះគិតទៅខ្ញុំប្រើថ្នាំពេទ្យអស់រយៈពេលផែ3ខែក្រោយមកខ្ញុំក៏បានមើល Facebook ហើយខ្ញុំក៏ឃើញទឹកដោះគោនឹងខ្ញុំក៏ឃើញថាបំបត្តិការឆ្អឹងស្ពោតឆ្អឹងពុកហើយបាត់ឈឺសន្លាក់ខ្ញុំមានការឈឺសន្លាក់ចង្កេះនេះអោនអត់ចុះវិញហើយដើរដូចតិចតប់ដូចកូនក្មេងអញ្ចឹងណាបើថាអ្នកណាប៉ះមិនតិចមកខ្ញុំថាខ្ញុំប្រហែលជាដួលងាប់ហ្មងអញ្ចឹងខ្ញុំក៏ឃើញទឹកដោះគោនឹងគាត់ផ្សាយថាឆ្អឹងបំបត្តិការស្ពោតជួយកុំឲ្យស្ពោតហើយកុំឲ្យឈឺសន្លាក់ខ្ញុំក៏សាកទិញដំបូងទិញតែមួយកំប៉ុងទេខ្ញុំផឹកបានមួយថ្ងៃខ្ញុំដូចមានអារម្មណ៍ថាខ្ញុំដូចមានកម្លាំងពីមុនខ្ញុំអត់មានកម្លាំងទេខ្ញុំដូចកូនក្មេងចាំចេះដើរអញ្ចឹងហើយមានអាការៈចុកចាប់ក្នុងខ្លួនដែរហ្នឹងណាហើយមួយយប់អត់បានគេងទេឲ្យយប់ឡើងគឺខ្ញុំពិបាកគេងអញ្ចឹងខ្ញុំផឹកទៅដោះគោហ្នឹងទៅខ្ញុំដូចខ្ញុំមានកម្លាំងផឹកអត់តន់អស់មួយកំប៉ុងទេខ្ញុំគំនិតខ្ញុំគិតថាខ្ញុំនឹងកំងទៀតណាខ្ញុំកំងម្ដងនេះ3កំប៉ុងមកអញ្ចឹងចំពោះដើម្បីទទួលបានប្រសិទ្ធភាពអាការៈដោយថាអ៊ំហ៊ានប្រសើរជាងមុនបានច្រើនណាអ៊ំត្រូវចំណាយពេលក្នុងមួយថ្ងៃអ៊ំត្រូវប្រសាម្ដងណាដើម្បីទទួលបានប្រសិទ្ធភាពអញ្ចឹងចាដំបូងខ្ញុំធ្វើតាមគាត់ប្រាប់ថាឲ្យខ្ញុំញ៉ាំមួយថ្ងៃ2ដងដល់ខ្ញុំញ៉ាំមួយថ្ងៃ2ដងទៅវាលឿនពេកហើយគាត់ថាឲ្យមុនអាហារឬមួយក៏ក្រោយអាហារហើយដល់អញ្ចឹងទៅហើយខ្ញុំផឹកថ្នាំផងហើយខ្ញុំឆាប់ងុយគេងហើយពេលគេឲ្យខ្ញុំថ្នាំងុយដេកទៀតនោះដល់អញ្ចឹងទៅខ្ញុំបន្ថយនៅសល់តែម្ដងក៏ខ្ញុំមានកម្លាំងឡើងអញ្ចឹងណាខ្ញុំក៏គិតផងថានឹងទិញទៅដោះគោនឹងបន្ថែមទៀតហើយខ្ញុំទិញទៅដោះគោនឹងបន្ថែមទៀតតែឥឡូវហ្នឹងឆ្អឹងដែលខ្ញុំក្រិចចូលក្នុងឆ្អឹងខ្នងខ្ញុំហ្នឹងក៏វាបានងើបមកវិញណាវាងើបចិត្តត្រង់ហើយឥឡូវចិត្តត្រង់មកវិញហើយពីមុនវាខប់ចូលក្នុងឆ្អឹងលើចង្កេះហ្នឹងណាឆ្អឹងកងចង្កេះហ្នឹងទី3វាកិច្ចចូលក្នុងពួកឆ្អឹងខ្ញុំស្ពោតឥឡូវឆ្អឹងខ្នងខ្ញុំវាចង់ត្រង់មកវិញហើយបានសេចក្តីថាប្រសិទ្ធភាពថ្នាំផងហើយនឹងទឹកដោះគោនឹងជំនួយខ្លាំងបាទចុះចំពោះប្រសិទ្ធភាពទឹកដោះគោនឹងដោយផ្ទាល់អ៊ំយល់ថាវាមានអត្ថប្រយោជន៍និងប្រសិទ្ធភាពយ៉ាងណាចំពោះសុខភាពអ៊ំបន្ទាប់ពីប្រើហើយហ្នឹងហើយបន្ទាប់ពីប្រើហើយខ្ញុំដឹងថាខ្ញុំមានកម្លាំងឡើងវិញហើយឥឡូវហ្នឹងបើខ្ញុំនៅសល់តែបន្តិចទៀតទេឆ្អឹងខ្ញុំនឹងត្រង់វិញហើយអញ្ចឹងខ្ញុំបន្តហូបបន្តទៀតដើម្បីឲ្យឆ្អឹងខ្ញុំត្រង់ដូចខ្ញុំនៅក្មេងចុះអ៊ំមានពីអីចង់ណែនាំទៅដូចថាលោកពូអ្នកមីងដែលគាត់មានបញ្ហាឈឺស្លាក់ឬក៏បញ្ហាឆ្អឹងដូចអ៊ំជាដើមឲ្យគាត់មកប្រើទឹកដោះគោនឹងបានដូចហ្នឹងហើយខ្ញុំណែនាំបងប្អូនច្រើនគ្នាដែរហើយខ្ញុំនឹងប្រាប់បងប្អូនទាំងអស់ទឹកដោះគោនេះគាត់ធ្វើឡើងប្រកបដោយប្រសិទ្ធភាពមែនដូចថាយើងឈឺសន្លាក់ពីមុនខ្ញុំងាកគេងប្រែខ្លួនទៅឈឺប្រែខ្លួនឆ្អឹងខ្ញុំខ្នងខ្ញុំឈឺរហូតដល់ខ្ញុំផឹកទឹកដោះគោនឹងហើយដូចឆ្អឹងខ្ញុំវាលែងឈឺហើយវាចាប់ត្រង់ឡើងវិញវារឹងមាំឡើងវិញហើយ
ជង្គង់ខ្ញុំនេះនឹងធ្លាប់មានទឹកដក់អីហ្នឹងប៉ុន្តែផឹកថ្នាំពេទ្យទៅវាដូចអត់កម្លាំងណា បាទ ដល់ខ្ញុំផឹកទឹកដោះគោព្យាយាមផឹកទឹកដោះគោហ្នឹងទៅសរសៃជើងខ្ញុំហ្នឹងទៅវារៀងគ្រាន់បើយើងមានកម្លាំងដើរ បាទបាទ មានកម្លាំងដើរឥឡូវហ្នឹងចង់រត់ក៏បាន បាទអញ្ចឹងសូមបញ្ជាក់ផងដែរចំពោះអតិថិជនឬក៏លោកពូអ្នកមីងដែលមានបញ្ហាឈឺសន្លាក់អាចមកប្រើទៅដល់ Cocancy Nano Plus ដើម្បីទទួលបានប្រសិទ្ធភាពដូចជាអ៊ំផងដែរ ហ្នឹងឯង បាទអរគុណច្រើនអ៊ំបាទអរគុណ អរគុណផលិតផលដែលបានជួយខ្ញុំ បាទអរគុណអាហ្នឹងឲ្យ